mình chén tách ទស្សនិកជនប្រកាសជាធ្លាប់ស្គាល់តារាសម្ដែងមួយរូបនេះរួចមកហើយតាមរយៈនៃការសម្ដែងខ្សែភាពយន្តនានានិងការសម្ដែងជាតួអង្គខារ៉ាអូខេជាដើមលោកហុំឆូរ៉ាដែលលោកតែងតែបម្រើអារម្មណ៍ទស្សនិកជនតាមរយៈសាច់រឿងដែលចាក់ផ្សាយនិងចាក់បញ្ចាំងក្នុងរោងភាពយន្តជាបន្តបន្ទាប់នោះមិនដឹងថាថ្ងៃនេះលោកហុំឆូរ៉ាជួបប្រទះនូវបញ្ហានិងរឿងរ៉ាវអ្វីខ្លះទៅបានជាតម្រូវឲ្យកម្មវិធីតុកបំភ្លឺអញ្ជើញរូបគាត់មកចូលរួមយ៉ាងដូចនេះចង់ជ្រាបថាតើលោកហុំឆូរ៉ាគាត់មានរឿងអ្វីខ្លះនោះសូមអញ្ជើញទស្សនាការបកស្រាយនិងរៀបរាប់របស់គាត់ដូចតទៅជំរាបសួរបងចាសុខសប្បាយទេមួយរយៈនេះរៀងក្អកបន្តិចចាប្រាសាយបញ្ហាសុខភាពតាំងពីនៅសៀមរាបចាចេញមកដល់ភ្នំពេញវាអត់ទាន់អស់ចំហាយចាបើមានញឹកទេបងឥឡូវនេះមួយរយៈនេះគឺយើងទទួលការងារសិល្បៈគូសំហើយការងារយើងខាងក្រៅក៏សមរម្យដែរចាមុននឹងឈានចូលដល់សំណួរដែលពាក់ព័ន្ធអំពីការងារសិល្បៈនិងការងារផ្ទាល់ខ្លួនរបស់បងនេះខ្ញុំអនុញ្ញាតស្គាល់អំពីប្រវត្តិក្រុមគ្រួសាររបស់បងបន្តិចសិនបាទចាតើបងមានសុខកំណើតនៅទីណាហើយមានបងប្អូននិងក្រុមគ្រួសារយ៉ាងណាដែរខ្ញុំមានសុខកំណើតនៅខេត្តបាត់ដំបងហើយបងប្អូនខ្ញុំទាំងអស់7នាក់ក៏ប៉ុន្តែឥឡូវនេះបងប្រុសក៏បានចាក់ចេញទៅបាត់ទៅហើយគឺមកនេះថាគាត់វាលោកហើយអញ្ចឹងនៅសល់តែ6រូបអញ្ចឹងខ្ញុំជាបងគេវិញជាបងគេចាគឺប្រុស3ហើយប្រុស3ស្រី3ចាស្ថិតនៅក្នុងជីវភាពរបស់បងមានការតស៊ូដែរទេតម្រាំមកដល់ពីបច្ចុប្បន្ននេះខ្ញុំតែងតែលើពាក្យនឹងជាច្រើនសម្រាប់បុគ្គលដែលជាសិល្បៈណាចាដល់ឡែកខ្ញុំក៏វាជាជីវិតមួយដែរក៏ប៉ុន្តែនៅពេលដែលខ្ញុំចាំដឹងក្តីនៅពេលដែលខ្ញុំបែកពីរបបខ្មៅចូលមកឆ្នាំ79 81ខ្ញុំនៅចាំបានថាយ៉ាងនោះយើងចែកអង្គជាសំណាងមួយដែលខ្ញុំបានកើតនៅក្នុងគ្រួសារមួយដែលពុកម្ដាយខ្ញុំគាត់មានជីវភាពល្អប្រសើរមានន័យថាបើស្មោះត្រង់ទៅគឺឪពុកខ្ញុំគាត់ជាជាងតងតាំងអំពីសង្គមរាស្ត្រនិយមនៅពេលដែលបាយរបរនឹងហើយលោកឪពុកអ្នកម្ដាយក៏គាត់ចាប់ផ្ដើមប្រកបមុខរបររបស់គាត់ដដែលគឺលោកប៉ាគាត់ធ្វើជាងហើយអ្នកម៉ាក់គាត់ដាក់ទូដូរលុយដូរកាក់អីចឹងទៅមុខរបរនិយាយថានិយាយទៅគាត់ហៅរបរក្អូបឬហៅរបរលក់មាសនិយាយចឹងណានិយាយចំបាទចំណនោះបាទអញ្ចឹងជីវភាពរបស់ខ្ញុំដឹងក្តីគឺអត់ដែរអ្វីដែលហៅថាស្គាល់ថាភាពលំបាកនៅក្នុងជីវិតនៅក្នុងគ្រួសារគឺអត់ដែរស្គាល់ទៅសោះគឺថាទៅរៀនហើយពេលធំឡើងរៀនផងគឺប្រកបការងារមុខរបររស់ស៊ីជាមួយគ្រួសារផងចាមូលហេតុអ្វីទៅបានជាបងប្រុសបានខ្លាចជាអ្នកសិល្បៈមួយរូបប្រកបដោយភាពជោគជ័យអរគុណសំណួរនេះក៏ពិតទៅអ្វីវាទៅលើគេហៅថាអាចទៅលើពេលវាសនាមួយដែរដោយអាចថាយើងមិនអាចគេផុតបានទេចំពោះខ្ញុំផ្ទាល់សូម្បីតែការស្រមើស្រមៃសូម្បីតែការគិតនិងការចង់ខ្លាយខ្លួនឯងជាអ្នកសិល្បៈក៏មិនដែរបានគិតសូម្បីតែសពក៏មិនដែរបានគិតផងចាមិនមានន័យថាយើងស្អប់ទេក៏ប៉ុន្តែគ្រាន់ថាក្នុងនាមយើងជាគ្រួសារមួយដែលប្រកបមុខរបររកទទួលទានជាអ្នកអ្នករស់ស៊ីគឺយើងអត់ដែលមានឈាមចូលអ្នកសិល្បៈតតែសោះសូម្បីតែឪពុកម្ដាយខ្ញុំសូម្បីតែការច្រៀងមួយម៉ាត់ក៏មិនដែលឮតតែសោះអញ្ចឹងទៀតសោតគឺគ្រួសារយើងទាំងអស់គ្នាគឺតែអ្នកមុខរបររស់ស៊ីតែប៉ុណ្្នឹងទេអត់មានមកគិតថានឹងសិល្បៈទេក៏ប៉ុន្តែខ្ញុំនៅចាំបាននៅឆ្នាំ1990ខ្ញុំជាប់បាក់ឌុបនៅបាត់ដំបងពេលនោះគឺខ្ញុំត្រូវទុកពេលវេលា3ឆ្នាំសម្រាប់គិតរឿងអនាគតរបស់ខ្ញុំព្រោះថាជីវិតខ្ញុំពេលខ្ញុំរៀនចប់ខ្ញុំចេះគិតថាខ្ញុំចង់ធ្វើជាមនុស្សម្នាក់ដែលចេះរស់ដោយខ្លួនឯងដោយមិនចង់គិតថាពុកម្ដាយនឹងអាចមើលថាយើងអស់មួយជីវិតបានទេអញ្ចឹងពេលនេះយើងមានឱកាសអញ្ចឹងខ្ញុំគិតថាខ្ញុំចង់អ្វីដែលឲ្យស្គាល់ថាខ្លួនឯងពីភាពលំបាកដល់ខ្លួនឯងចាប់ផ្ដើមដល់ខ្លួនឯងឡើងវិញអញ្ចឹងខ្ញុំក៏មានគំនិតថាខ្ញុំចង់សូមពុកម្ដាយមកបន្តការសិក្សានៅឯភ្នំពេញអញ្ចឹងខ្ញុំមានបំណងគឺខ្ញុំរៀនច្បាប់ចាខ្ញុំមករៀនច្បាប់មែនខ្ញុំមករៀនបានត្រៀម2ឆ្នាំក៏ប៉ុន្តែដូចខ្ញុំថាពីដំបូងអញ្ចឹងថាវាសនានឹងឱកាសវាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំដោយអត់បានគិតមុនអញ្ចឹងខ្ញុំរៀនបាន2ឆ្នាំហ្នឹងក៏មានការចូលប្រឡូកខ្សែសិល្បៈដោយការប្រមូលពីមិត្តភ័ក្តិដោយគាត់ជួបយើងចែកដនដែរប្រមូលយើងទៅប្រឡងចាបាទប្រឡងក៏ខ្ញុំចាំបានថាអ្នកស្រីពាន់ភូមិបុប្ផាគាត់កំពុងតែជ្រើសរើស
តារាសម្ដែងហើយលេងក្នុងរឿងមួយគឺរឿងសម្លេងទ្រខ្មែរហើយគេប្រពន្ធខ្ញុំទៅខ្ញុំបដិសេធចំនួន3 ដងចាហើយដែលខ្ញុំទៅគឺខ្ញុំទៅមើលគេដោយសារតែការវិភាគអូទីននឹង3 ដងហ្នឹងក៏ទៅចាទៅមើលគេអត់ទៅចូលរួមប្រឡងទេចាបាទចែកដនក៏វាទេសនាឲ្យចូលទៅចារឿងដែលល្បីបំផុតសម្រាប់ស្នាដៃរបស់បងគឺជារឿងអ្វីដែរបាទជារឿងដំបូងដែលខ្ញុំបានស្គាល់គឺរឿងសម្លេងទ្រខ្មែរចាសម្លេងទ្រខ្មែរគឺធ្វើឲ្យបងចាប់ផ្ដើមផ្ទុះល្បីល្បាញតែម្ដងមើលរឿងហ្នឹងគឺធ្វើឲ្យយើងគេស្គាល់ខ្លាំងទាំងក្នុងប្រទេសក៏ដូចជាក្រៅប្រទេសដែលមានបងប្អូនជារដ្ឋខ្មែរយើងនៅរស់នៅគឺគាត់ស្គាល់សម្លេងទ្រខ្មែរតែហ្មងបងមានចាំបានទេថារឿងដែលបងធ្លាប់ថតកន្លងមកមានប្រហែលរឿងហើយប្រហែលជាក្រោម20 រឿងទេមិនច្រើនគ្រាន់តែរឿងនីមួយៗដែលខ្ញុំបានទទួលថតនោះវាមានឱកាសធ្វើឲ្យខ្ញុំមានកិត្តិយសនិងគេឈ្មោះគេស្គាល់ដែរដោយរឿងមួយដែលខ្ញុំចាំបាននោះគឺរឿងលោហិតសេឡាចាសេឡាហ្នឹងក៏ជារឿងមួយដែលធ្វើឲ្យប្រជាជនកម្ពុជាយើងទទួលស្គាល់ខ្លាំងដែរចាគឺជារឿងមួយដែលហ៊ានចំណាយការដុតឡាដុតអីនឹងដំបូងនៅស្រុកខ្មែរដែលមិនដែលមានណាចានាងខ្ញុំក៏ជាទស្សនិកជនម្នាក់ដែលបានទស្សនារឿងនេះតាំងពីនេះខ្ញុំនៅទូចហើយពិតជាល្អមើលហើយទាំងការសម្ដែងពិតជាចូលតួបានល្អចាហើយនៅសម័យនោះនាងខ្ញុំឃើញថាពិតជាហ៊ានសម្ដែងទៀតចាព្រោះមានឈុតខ្លះរហូតទៅដល់កាត់លេវអាវឬក៏ដុតនេះរួចហើយមានឈុតឈួតទៀតនាងខ្ញុំចាំបានណាខ្ញុំចាំរឿងគ្រោះថ្នាក់នឹងដែរគឺខ្ញុំបានរត់ទៅគឺធ្លាក់នៅក្នុងរណ្ដៅមួយដ៏ជ្រៅដែលគ្មានការគិតមុនហើយក៏គ្មានការការពារដែរគឺធ្លាក់ល្អិលជើងរមៀលទេសឹកដុំថ្មនៅខាងក្រោមតែសំណាងខ្ញុំដែរចាដែរនេះជួយចាបើសិនជាបងប្រៀបធៀបនឹងការសម្ដែងរវាងពេលមុននិងពេលនេះតើតម្លៃនៃសិល្បៈបងគិតថាមានភាពខុសគ្នាដែរទេសិល្បៈយើងឃើញថាឥឡូវនេះវាមានការវិវត្តច្រើនជាងដែលខ្ញុំបានចូលមកលេងណាចាឃើញថាវាផលផុសច្រើនក៏ពិតមែនក៏ប៉ុន្តែវាមិនទាន់តម្រូវការសម្រាប់បងប្អូនយើងដូចជាទីផ្សារឡើយទេចាសិល្បៈមួយចំនួនដូចខ្សែយើងមួយចំនួនវានៅមានកម្រិតនៅឡើយចាក៏ប៉ុន្តែយើងសង្កេតឃើញថាវាមានការផលផុសច្រើនវិស័យហ្នឹងគឺវាច្រើនមែនទែនចាប្រសិនជាបងនិយាយថាមានកម្រិតនៅឡើយប៉ុន្តែតាមការពីមុនដែលនាងខ្ញុំចាំបានឃើញថាមានការផ្ទុះនៅក្នុងប្រព័ន្ធសង្គម Facebook ខ្លាំងមែនទែនទៅលើពាក្យពេចន៍ដែលបងបាននិយាយហើយអ្វីដែលមានការប្រឆាំងទៅលើទស្សនៈតារាខ្មែរទៅលើភាពយន្តបរទេសនោះតើរឿងនោះយ៉ាងណាដែររំលឹកដល់កន្លែងហ្នឹងខ្ញុំកាលនោះយើងបានធ្វើជាសន្និសីទមួយនៃជួបជុំសិល្បករយើងណាដើម្បីការពិតទៅយើងទាំងអស់គ្នាក៏ដូចជាបងប្អូនជាបរិវត្តខ្លះគាត់អត់បានយល់ថាអ្វីដែលជាពួកយើងកំពុងតែធ្វើគិតថាពួកយើងធ្វើដើម្បីតែខ្ញុំម្នាក់ឯងឬធ្វើដើម្បីបុគ្គលសិល្បៈណាមួយចំនួនទៀតក៏ពិតទៅវាមិនមែនជារឿងអញ្ចឹងទេយើងប្រឹងប្រែងយើងធ្វើគឺដើម្បីសិល្បៈវប្បធម៌ជាតិទាំងមូលសិល្បៈនេះមិនមែនបោះខ្ញុំតែម្នាក់ឯងមិនមែនបោះសិរដ្ឋម្នាក់ឯងមិនបោះបុគ្គលណាម្នាក់ឯងទេគឺជាពលឹងជាតិទាំងមូលអញ្ចឹងពាក់ព័ន្ធនឹងអ្វីដែលខ្ញុំបានឡើងនិយាយពីរយៈកាលកន្លងមកមុននោះចាគឺខ្ញុំចង់មានន័យថារបត់របស់សិល្បៈដែលរៀមច្បងដែលគាត់បាត់បង់សមត្ថភាពដែលខ្ញុំបានឃើញនៅក្នុង Facebook ខ្ញុំអត់ចាំឈ្មោះគាត់ទេប៉ុន្តែដឹងថាគាត់ជាលោកគ្រូម្នាក់ប្រហែលជាផ្នែកល្ខោនឬក៏ផ្នែកអេផ្សេងដែរនៅពេលដែលលោកបានទទួលរាជកម្មទៅសូម្បីតែមួយឈូសមួយក៏អត់បានដាក់គាត់បានសំរុំដែរតែនឹងដែលធ្វើឲ្យខ្ញុំគិតឃើញថាទឹកភ្នែកខ្ញុំស្រក់ដោយសារថាខ្ញុំអាណិតដល់ជីវិតមនុស្សម្នាក់ដែលគាត់លះបង់នៅក្នុងវិស័យនេះរហូតដល់អស់ជីវិតទៅហើយតែចុងក្រោយសូម្បីតែមួយឈូសមួយគឺអត់មានហើយទឹកភ្នែកខ្ញុំស្រក់ហ្នឹងគឺមិនមែនខ្ញុំសម្ដែងទេវាជាអារម្មណ៍ពិតរបស់ខ្ញុំដែលខ្ញុំមិនចង់ឃើញរបត់នេះនឹងកើតបន្តបន្ទាប់ចំពោះសិល្បៈដទៃទៀតសិល្បករផ្សេងទៀតឬក៏ជារបត់ហ្នឹងវាហូរមកដល់ខ្ញុំមកដល់ចំនួនយើងចំនួនឬចំនួនក្រោយទៀតទេហើយអ្វីដែលជាការប៉ះពាល់ដល់ពីបងប្អូនមួយចំនួនតិចណាស់ដែលគាត់អកតេចំពោះកន្លែងនេះខ្ញុំមើលឃើញនៅក្នុង comment ចំពោះខ្ញុំឃើញការគ្រប់គ្រងមានច្រើននៅការយល់ដឹងរបស់បងប្អូនយើងគាត់យល់ដឹងគាត់បានពិចារណានឹងធ្វើការសហការជាមួយនឹងអ្វីដែលយើងបានធ្វើប៉ុន្តែអកតេ
តែបកគលមួយចំនួនទូចទេតែប៉ុន្តែបកគលនឹងចុងក្រោយគឺគាត់បានធ្វើការសុំទោសខ្ញុំវិញដោយសារតែគាត់មិនបានយល់ពីអារម្មណ៍អ្វីដែលខ្ញុំបាននិយាយតើបងគិតថាអ្វីដែលបងនិយាយគឺជាអារម្មណ៍អាត្មានិយមផ្ទាល់ខ្លួនដែលតូចចិត្តឬក៏និយាយដើម្បីប្រយោជន៍រួមដូចបងបានប្រាប់ពីដំបូងមិញចឹងថាចំណុចនេះអ្វីទាំងវើដែលយើងធ្វើនេះគឺដើម្បីបងប្អូនយើងជនរួមជាតិខ្មែរយើងទាំងមូលវប្បធម៌យើងទាំងមូលហើយអារម្មណ៍ដែលខ្ញុំនិយាយកាលនោះគឺជាអារម្មណ៍មួយដែលខ្ញុំគិតដល់បងប្អូនទាំងអស់ដែលលោកបានអសមត្ថភាពខ្ញុំចង់ឃើញគាត់នៅពេលដែលគាត់អសមត្ថភាពចង់ឃើញគាត់មានការរស់នៅដ៏ប្រសើរយើងអត់ចង់ឃើញរបត់នេះនៅពេលដែលចុងក្រោយវិរៈសិល្បៈគាត់លើកដៃផ្ទះសូមជំនួយវាមិនមែនជារឿងដ៏ថោកទាបទេក៏ប៉ុន្តែយើងគួរឲ្យសោកស្ដាយបាទតើសម្រាប់បងប្រុសផ្ទាល់គិតថាតើអ្វីដែលបងប្រុសនិយាយបាញ់មិញនេះវាមានផលប៉ះពាល់ដោយសារសិល្បៈរបស់យើងមិនរីកចម្រើនឬក៏យ៉ាងណាវាជាកត្តាច្រើនដែលខ្ញុំមិនអាចរៀបរាប់បានក៏ប៉ុន្តែបងប្អូននឹងយល់ហើយវិស័យសិល្បៈយើងមួយនេះខ្ញុំគិតថាឥឡូវចេះខ្ញុំចង់រំលឹកអញ្ចេះនៅឆ្នាំទសវត្ស90ពេលនោះខ្ញុំមិនទាន់បានចូលខ្លួនមកនៅក្នុងវិស័យភាពយន្តទេខ្ញុំមកចាំបានថាតាមបណ្ដារោងកុនភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តមួយចំនួននៅពេលដែលមានខ្សែភាពយន្តខ្មែរយើងដាក់បញ្ចាំងទាំងខ្ញុំទាំងបងប្អូនជីវរដ្ឋគឺបច្រៀតយល់មែនទែនហ្មងគឺថាជន់កកគ្នាលូនតាមក្រុមជើងអីក៏ដោយដើម្បីទៅទិញសម្បត្តិចូលទស្សនាហេតុអីបានពេលនោះបងប្អូនយើងចេះឲ្យតម្លៃចាកុនបើគិតពីជំនាន់ហ្នឹងប្រធានមកលើគឺมันអាចថាមានបច្ចេកវិទ្យាឬក៏ល្អដល់ឥឡូវផងប៉ុន្តែហេតុអីបានយើងជាខ្មែរយើងចេះទទួលយកបានយើងចេះគ្រប់គ្រងបានខ្ញុំគិតថាដោយសារតែយើងអត់មានការលំហូរចូលនៅបច្ចេកវិទ្យាទំនើបក៏ដូចជាលំហូរចូលនៅវប្បធម៌បរទេសច្រើនអញ្ចឹងធ្វើឲ្យយើងអ្វីដែលយើងមិនមានយើងមានតែរបស់យើងចេះមើលចេះស្រឡាញ់តែក៏ប៉ុន្តែឥឡូវនេះសម័យភាវូបនីយកម្មទំនើបពេកទៅបងប្អូនយើងទទួលស្គាល់ថាគាត់មានជីវភាពរស់នៅប្រសើរមានសម្ភារៈប្រើប្រាស់ល្អប្រសើរប៉ុន្តែលោកភ្លេចថានៅពេលដែលលោកមានហើយលោកយកអ្វីដែលលោកបានមើលអំពីពិភពខាងក្រៅយកមកប្រៀបធៀបនៅជាមួយនឹងខាងក្នុងដែលជាសិល្បៈរបស់យើងដែលយើងកំពុងតែដើរទៅមុខវាមិនលឿនគាត់ប្រៀបធៀបគាត់ថាមកពីកុនយើងនឹងវាមិនកើតមកពីតួយើងនឹងវាមិនកើតណាបានគេមិនគ្រប់គ្រងបានអីចុះអាពេលមុនហ្នឹងមិនក៏គាត់មើលបានអានេះហេតុអីខ្ញុំចង់និយាយថាសួរថាក៏ពិតគាត់គួរតែអាណិតពួកយើងវិញដែលពួកយើងជាសិល្បករសិល្បករនីមិនបានមានសាលារៀនត្រឹមត្រូវប៉ុន្តែអ្វីដែលយើងអាចធ្វើបានដល់ប៉ុណ្ណេះទោះមិនល្អក៏គួរតែអស់លោកបងប្អូនយើងដែលជាខ្មែរដូចគ្នាគួរតែគ្រប់គ្រងនិងជំរុញនៅវិស័យហ្នឹងព្រោះវិស័យហ្នឹងមិនមែនរបស់ខ្ញុំទេចាមិនរបស់សរតទេមិនរបស់បងប្អូនណាទេគឺរបស់បងប្អូនទាំងអស់គ្នាជាពលឹងយើងជាវប្បធម៌របស់យើងទាំងមូលចាគាត់ថាដែលសារខ្ញុំនៅផ្ទាល់ខ្ញុំបម្រើផ្ទាល់ប៉ុន្តែបងប្អូនក៏មានសិទ្ធិនិងស្រឡាញ់និងគ្រប់គ្រងដូចគ្នាចាហ្នឹងណាអញ្ចឹងប្រទេសពេលដែលបងប្អូនគាត់ប្រៀបធៀបអញ្ចឹងធម្មតាទេកូនក្មេងម្នាក់អាយុ3ឆ្នាំនិងកូនក្មេងអាយុ5ឆ្នាំអត់រត់បណ្ដាំងគ្នាអាចឈ្នះក្មេង5ឆ្នាំ